Hello សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃហ្នឹងនាំបងប្អូនមកមើល farm វិញម្ដងនៅកន្លែងនេះគេមាន farm ផងហើយនឹងកន្លែងក្មេងលេងផងអញ្ចឹងណាអ្នកនរគ្នានេះកូនខ្ញុំមកលោតចាក់ជើងទៅហើយសួស្តីវល់មកជួបប្លុកថ្មីអ្នកនរគ្នាថ្ងៃនេះចូលមកដល់ភ្លាមកូនខ្ញុំឃើញកន្លែងហ្គេមតាក់ទាញមែនតើព្រោះដងនៅខ្មែរនៅ Eon គេឲ្យឃើញភ្លើងលុបផ្លែតអញ្ចឹងចូលទៅចាប់តុក្កតាសងសំណាងឯងតែបានទេបងប្អូនទាំងអស់គ្នាឥឡូវមកដល់នៅអាមេរិកហើយនៅតែផ្លេចទៀតនៅចង់សងសំណាងចាប់តុក្កតាទៀតហើយនៅនេះថាទៅពិបាកចាប់ជាងនៅខ្មែរទៀតចាប់អត់ដែរបានទេបងប្អូនអរគ្នាបន្ទាប់មកបន្តដំណើរទៅមុខទៀតគេមានកន្លែងឈើច្រើនមែនតើកន្លែងនេះគឺដើរម្ដងមុនគេហាន farm អញ្ចឹងណាឥឡូវយើងធ្វើដំណើរទៅអ្នកនរគ្នានៅខាងមុខនេះគឺគេទុកសម្រាប់កន្លែងលាងដៃអញ្ចឹងណាហើយខាងក្នុងនេះគេដាក់មានសត្វតែអញ្ចឹងមកមើលថានៅខាងក្នុងមានសត្វអីគេអ្នកនរគ្នាហើយយើងចូលមកដល់គឺយើងឃើញសត្វសត្វជ្រូកគឺសត្វជ្រូកថ្មដែលគេតាំងនៅមុខនឹងហើយមានសត្វសេះសត្វគោហើយទន្សាយកដោនេះកដោអ្នកនរគ្នាកដោនេះឃើញនៅខ្មែរឃើញមានអ្នកចិញ្ចឹមច្រើនដែរអ្នកនរគ្នាហើយមើលគេឡើងខ្ជូតបន្ទាប់មកនេះទន្សាយតែទន្សាយគេពណ៌ខ្មៅស្អាតដូចទន្សាយនៅខ្មែរយើងឯអ្នកនរគ្នាពណ៌ឡើងខ្មៅហើយបន្ទាប់មកខាងនេះគេមានសត្វទន្សាយពណ៌សដែរអញ្ចឹងណាហើយគេមានដាក់ឈ្មោះនៅលើហ្នឹងអញ្ចឹងណាហើយមានកំប្រុកហើយនេះមាន់នេះមាន់អ៊ូខុងមើលគូតគេឡើងខ្ជូតហើយខ្ញុំឃើញមាន់នេះឡើងខ្ជូតហ្មងហើយបន្ទាប់មកនេះបបែហើយក្មេងៗគាត់ប៉ះបបែអញ្ចឹងណាហើយកូនខ្ញុំនេះក៏ចង់ប៉ះបបែដែរហើយខាងនេះមានគោមានអីអញ្ចឹងណាអ្នកនរគ្នាហើយនេះកូនខ្ញុំឃើញគេប៉ះបបែគេនឹងដៃគេនឹងទៅប៉ះបបែដែរហើយបន្ទាប់មកគេប្រាប់ថាអូនចង់លាងដៃតបមកលាងដៃនៅខាងក្រៅហើយយើងដើរចេញមកដល់ខាងក្រៅនេះគឺគេមានជីកធរជីសេះជីអីចឹងបងប្អូនទាំងអស់គ្នាដល់ពេលមកដល់កន្លែងនេះនឹកឃើញការនៅ Dreamland នៅខ្មែរយើងនិយាយទៅសិតតែយើងនឹងនៅ Dreamland ដែរអញ្ចឹងណាហើយនេះជាទីភ្លើងបងប្អូនទាំងអស់គ្នាគេចេញទៅហើយសម្រាប់ការជិះនេះគឺយើងទិញសំបុត្រចូលនៅក្នុង farm ហ្នឹងហើយជិះអីវ៉ាន់ហ្នឹងគឺ free អញ្ចឹងណាបងប្អូនទាំងអស់គ្នាតែមានកន្លែងខ្លះជិះសេះជិះអីអញ្ចឹងគេគិតលុយថែមអញ្ចឹងណាហើយខាងនេះគឺជីសេះវល់ឲ្យក្មេងៗសប្បាយមែនតើអ្នកនរគ្នាហើយបន្ទាប់មកកន្លែងខាងនេះវិញគឺនេះមានក្មេងៗហក់គេដាក់កន្លែងហ្នឹងហក់ហើយបន្ទាប់មកកូនខ្ញុំនេះដែរតាទិញថ្មដើម្បីរាវរកត្បូងហើយខាងក្នុងនេះគេមានលេងអីអញ្ចឹងណាហើយអានេះហក់របៀបថាហក់ពងហើយមានស្លាយចុះអញ្ចឹងណាអរគ្នាមើលអានេះរូបឡានឡើងខ្ជូតកូនខ្ញុំជាប់ចិត្តនៅកន្លែងនេះនេះគេពងហក់គេសប្បាយគេចាក់ជើងផងអីផងគេថាគេសប្បាយម៉ាក់ហក់ហ្នឹងសប្បាយមែនតែនហក់ដល់ពេលមានណាហក់ចុះហត់ឡើងក្រិចកជើងបន្តិចដែរមកផ្ទះរៀងប៉ាំងខ្ញើចដែរកំពូហ្មងហក់ទៅពួកខ្ញុំសួរអស់ចិត្តនៅគេថាគេហត់ហើយតបមកក៏ដើរចេញមកក្រៅមកហើយខាងនេះគេមានលេងបវលបែងតែអញ្ចឹងណាអ្នកនរគ្នាហើយខាងនោះនិយាយទៅក៏មានមនុស្សធំជិះដែរអ្នកនរគ្នាមិនមែនមានតែកូនក្មេងទេហើយខាងនេះវិញអូទៅសើក្មេងហ្មងអត់ខ្លាចទេណាហើយកន្លែងនេះវិញគេលើកចុះហើយលើកឡើងចុះមកវិញអូក្មេងគេសេកសប្បាយមែនតើអ្នកនរគ្នាហើយនឹងថ្ងៃវីដេអូនឹងមានតែប៉ុណ្្នឹងបាយបាយអ្នកនរគ្នា see you next video ជួយ follow ហើយនឹង comment អ្នកមួយហង